បរោះម្នាក់សក់ក្រហមម៉ោង1យ៉ាប់ណាស់មកយាមឃ្លាំងនំស្រួយបែបនេះធ្វើឲ្យខ្ញុំឃ្លានបាយបាត់ទៅហើយបរោះសក់ក្រហមនោះម៉ោង8ហើយហឹមនំស្រួយបង្ករសជាតិសាច់មាន់ម៉ោង1នំស្រួយបង្ករសជាតិសាច់មាន់មានន័យថាម៉េចហ្នឹងពិភពលោកឧស្សាហកម្មកាន់តែចម្លែកទៅហើយថ្ងៃក្រោយប្រហែលជាមានតៅហ៊ូរសជាតិឪឡឹកឬមាននំឆ្ងាញ់រសជាតិសាច់អាំងមិនខានទេអើយម៉ោង3ឆ្ងាញ់តើវ៉ាគ្រោះថ្នាក់ណាស់នេះញ៉ាំនំស្រួយបែបនេះអាចធ្វើឲ្យមនុស្សភ្លេចធ្វើការងារអស់មិនខានម៉ោង3ជាងអើយមានសម្លេងបរោះកំពុងញ៉ាំនំស្រួយសម្លេងកាន់តែខ្លាំងឡើងហើយតើអ្នកណាកំពុងញ៉ាំអីស្រួយហ្នឹងអើយម៉ោង1 5នាទីហើយខ្មោចក្រមុំទេដឹងខ្មោចកូនក្រមុំក៏ញ៉ាំនំស្រួយដែរខ្មោចកូនក្រមុំហ្នឹងក៏ខ្លាចកូនក្រមុំញ៉ាំនំស្រួយដែរអើយលើកលែងទោសឲ្យខ្ញុំម្ដងផងបងស្រីលើកលែងទោសឲ្យខ្ញុំផងអើយខ្មោចក៏ញ៉ាំនំស្រួយដែរពិតជាឆ្ងាញ់មែនតើអើយថ្ងៃនេះខ្ញុំអារម្មណ៍មិនល្អសោះជីវិតមួយនេះហើយសើយមែនដល់វិញខ្ញុំត្រូវទៅយាមឃ្លាំងខ្មោចឡើងនឹងទៀតហើយពេលនេះមានតែស្អែកខ្ញុំត្រូវដាក់ពាក្យឈប់ពីការងារនឹងពិតមែនហើយយប់នេះនៅតែត្រូវទៅយាមយប់ដដែលយ៉ាងហោចណាស់ក្រឡុកដែរទៅមកក្រុងហ្នឹងយកទៅលក់យកទៅលេងល្បែងស៊ីសងមានអីបានលុយគ្រាន់តែប៉ុណ្្នឹងហើយគ្រាន់បានដែរតាយកទៅលក់ដើម្បីបានលុយលេងល្បែងបែបនេះបាទត្រូវកែឃ្លាំងក្រឡុកហ្នឹងមានខ្មោចឡើងណាស់បាទកែខ្មោចឡើងมันអាចទៅរួចទេនិយាយមែនតាត្រូវកែនិយាយត្រង់ទៅខ្ញុំមិនហ៊ានធ្វើការនៅទីនោះទេចាប់ពីថ្ងៃនេះទៅខ្ញុំសុំច្បាប់ឈប់ឲ្យតកែឯងកុំឈប់អីការងារឯងធ្វើបានល្អណាស់ព្រោះទ្វារក៏លឺសំឡេងចេញមកចូលមកតកែស្រីនំក្រឡុកបាត់ក្នុងឃ្លាំងអស់ខ្លះហើយមិនអីទេចាំបន្តិចទៀតយើងទៅពិនិត្យមើលចុះវាបរោះសក់ក្រហមទៅណាបាត់ហើយអើយមែនបាយអើយទៅសិនហើយអាណាឲ្យចាប់អញខំលួចអស់ពីបេក្រងណែគេមិនដឹងអញយាម